ធនាគារ Morgan Stanley មើលឃើញតម្លៃមាសឡើងដល់$5,700ក្នុងមួយអុនឬ$687ក្នុងមួយជីការលើកកម្ពស់គោលដៅតម្លៃថ្មីៗបានពង្រឹងទស្សនវិជ្ជមានចំពោះមាសបន្ថែមទៀតដោយបញ្ជាក់ពីតួនាទីរបស់វាជាឧបករណ៍ការពារយុទ្ធសាស្ត្រប្រឆាំងនឹងហានិភ័យភូមិសាស្ត្រនយោបាយនិងភាពមិនប្រាកដប្រជានៃគោលនយោបាយការទិញមាសជាបន្តបន្ទាប់ពីធនាគារកណ្ដាលជួយកាត់បន្ថយហានិភ័យខាងចុះសូម្បីតែពេលតម្លៃស្ថិតនៅកម្រិតខ្ពស់ក៏ដោយធនាគារធំៗជាច្រើនមើលឃើញថាតម្លៃមាសអាចបន្តឡើងដល់កម្រិតខ្ពស់ថ្មីទៀតដោយសារតម្រូវការពីធនាគារកណ្ដាលស្ថានភាពភូមិសាស្ត្រនយោបាយនិងការរំពឹងថា Fed អាចបន្ធូរគោលនយោបាយរូបិយវត្ថុដែលជួយពង្រឹងភាពតាក់ទាញរបស់មាស Morgan Stanley រំពឹងថាតម្លៃមាសនឹងបន្តឡើងក្នុងឆមាសទី2នៃឆ្នាំនេះដោយព្យាករណ៍ថាអាចឈានដល់$5,700ក្នុងមួយអុនការកើនឡើងនេះត្រូវបានគាំទ្រដោយរួមការបញ្ចូលគ្នានៃហានិភ័យភូមិសាស្ត្រនយោបាយការទិញមាសយ៉ាងរឹងមាំពីធនាគារកណ្ដាលនិងការត្រឡប់មកវិញនៃការវិនិយោគពីវិនិយោគិនធនាគារនេះបានបញ្ជាក់ថាតួនាទីនិងសុវត្ថិភាពប្រពៃណីរបស់មាសនៅតែមានភាពរឹងមាំខ្លាំងក្នុងបរិបទនៃភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយនិងការបែកបាក់បន្តបន្ទាប់ក្នុងប្រព័ន្ធពាណិជ្ជកម្មនិងហិរញ្ញវត្ថុសកលតម្រូវការពីធនាគារកណ្ដាលបន្តធ្វើជាសសរគ្រឹះរចនាសម្ព័ន្ធសម្រាប់តម្លៃមាសដោយការទិញនៅតែរឹងមាំទោះបីតម្លៃស្ថិតនៅកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រក៏ដោយ Morgan Stanley បានលើកឡើងពីការប្រមូលទិញមាសថ្មីៗរបស់ប្រទេសប៉ូឡូញជាគំរូសុតិធិនិយមចំពោះមាសចំពោះប្រទេសកំពុងអភិវឌ្ឍនិងប្រទេសមានសេដ្ឋកិច្ចមធ្យមដែលកំពុងស្វែងរកការទុនបម្រុងសុវត្ថិភាពទុកឲ្យផុតពីទ្រព្យសម្បត្តិជារូបិយប័ណ្ណប្រពៃណី Morgan Stanley រំពឹងថាលំហូរទុនវិនិយោគទៅកាន់ ETF នឹងកាន់តែខ្លាំងឡើងខណៈដែលអត្រាការប្រាក់ត្រូវបានបន្ធូរបន្ថយនិងអត្រាផលចំណេញរដ្ឋាភិបាលជាតិថយចុះជាពិសេសប្រសិនបើគោលនយោបាយរូបិយវត្ថុសកលប្រែទៅរកការបន្ធូរបន្ថយទៅមុខទៀតធនាគារនេះមើលឃើញថាការរំពឹងអំពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកនៅឆ្នាំ2026នឹងក្លាយជាកម្លាំងជំរុញបន្ថែមដោយបន្ធូរថ្លៃឱកាសនិងពង្រឹងតម្រូវការមាសទាំងពីភាគីស្ថាប័ននិងវិនិយោគិនឯកជនក្នុងបរិបទនេះ Morgan Stanley ចាត់ទុកថាការកើនឡើងនៃតម្លៃមាសគឺមានមូលដ្ឋានគ្រឹះរឹងមាំមិនមែនជាការកើនឡើងដោយការប៉ាន់ស្មានប៉ុណ្ណោះទេ